ជំរាបសួរអ្នកអរគ្នាពេលនេះសូមជើញតាមដានរឿង One Piece បន្តទៀតវីដេអូថ្ងៃនេះចាប់ផ្ដើមជាមួយនឹងព័ត៌មានដែលថាការវិយមនេះគឺចាប់បានចោលដោយតែចូលលួចនៅក្នុងទីក្រុង Flower Capital ហើយគាត់គឺជាយ៉ាស៊ូដែលយើងធ្លាប់ស្គាល់ឈ្មោះពិតប្រាកដរបស់គាត់គឺស៊ីម៉ូស៊ូអ៊ីយ៉ាស៊ូអ៊ីគាត់មិនមែនជាមនុស្សធម្មតាទេគេឈ្មោះរបស់គាត់ក៏ល្បីប្រហារជាមួយនឹងអូដិនផងដែរគ្រាន់តែដឹងថាយ៉ាស៊ូនៅរស់អូរ៉ូឈីខឹមណាស់ក៏មិនជាគេរៀបចំធ្វើការប្រហារជីវិតគាត់ជាសាធារណៈយើងអត់ដឹងទេថាអូរ៉ូឈីមានគំនុំអីជាមួយយ៉ាស៊ូប៉ុន្តែមើលទៅគាត់ស្អប់យ៉ាស៊ូណាស់ព័ត៌មាននៃការកាត់ទោសយ៉ាស៊ូត្រូវបានគេផ្សព្វផ្សាយទូទាំងក្រុងយ៉ាងឆាប់រហ័សហើយថែមទាំងមានការ live ផ្ទាល់ថែមទៀតផងសូម្បីតែ Queen នៅគុកអ៊ូដនក៏ផ្អាកមើល Luffy Bison ទៅតាមដានព័ត៌មាននោះផងដែរល្អមហិយមមើលស្គាល់ថាម្នាក់នឹងឈ្មោះយ៉ាស៊ូអ៊ីខ្លោចជាមិត្តភក្តិរបស់អូដិនក៏ល្បីឈ្មោះខ្លាំងណាស់អ្នកនៅសម័យអូដិនសុទ្ធតែស្គាល់គាត់ទាំងអស់ហ្នឹងកាលពីមុនអូដិនគឺជាកូនរបស់សូកានប៉ុន្តែគាត់ចង់ស្នងនរណៃធ្វើជាសូកានទេគាត់ចង់ឲ្យយ៉ាស៊ូធ្វើជំនួសដល់ពេលអូដិននិយាយប្រៀបផ្ដាច់យើងយ៉ាស៊ូថានឹងបានបាយតតែអូដិនលេងថែមទៀតផងកាត់ទៅមើលប្រូបន្តិចពេលនេះគាត់បានតែរកសូរ៉ូគ្រាន់តែបើកទ្វារមកខ្វះគាត់ឃើញសូរ៉ូដេកលងលក់យ៉ាងមានសេចក្តីសុខបន្តមកក្រោយពេលនិយាយដឹងរឿងរ៉ូបានអាប់ដេតព័ត៌មានផ្សេងៗឲ្យសូរ៉ូបានដឹងនៅពេលហ្នឹងគាត់ក៏បានលើកឡើងនិយាយអំពីព័ត៌មានតែតជំនការប្រហារជីវិតយ៉ាស៊ូផងដែរគ្រាន់តែបានឃើញព័ត៌មាននោះភ្លាមថូកូរន្ធិតចិត្តណាស់ក៏រត់ចេញពីផ្ទះហើយក្រោយមកនៅពេលដែលសូរ៉ូតាមចាប់នាងបានថូកូនិយាយថានាងត្រូវការចេញទៅជួយប៉ារបស់នាងតាមពិតយ៉ាស៊ូនឹងគឺជាឪពុកចិញ្ចឹមរបស់ថូកូនៅពេលជាមួយគ្នាមានអ្នកភូមិអេវីស៊ូដែលគ្រប់ស្រឡាញ់យ៉ាស៊ូយ៉ាងច្រើនក៏បាននាំគ្នាសម្រុកជួលទៅក្នុងទីក្រុងសម្ដៅទៅកាន់ទីលានប្រហារជីវិតក្នុងចំណោមពួកគេក៏មានក្រុមរបស់ណាមីប្រឡំខ្លួនទៅជាមួយផងដែរនៅទីលានប្រហារជីវិតឯណោះវិញយ៉ាស៊ូបាននិយាយតែដៀជេរប្រមាថអូរ៉ូឈីឡើងកប់ខប់មាត់គាត់ថាទឹក3វ៉ាន់ណូដែលខ្លត់តែរោរឿងធំថ្កានបានធ្លាក់មកដល់ដាបវាសប្តាហ៍គឺដោយសារតែស្នាដៃរបស់អូរ៉ូឈីនឹងឯងនិយាយពីអូរ៉ូឈីវិញក៏កំពុងតែបញ្ញាប់ធ្វើដំណើរមកកាន់ទីលានប្រហារជីវិតដើម្បីសម្រាប់យ៉ាស៊ូដែលផ្ទាល់ដៃកុំឲ្យយ៉ាស៊ូនឹងនិយាយអីច្រើនទៀតត្រឡប់ទៅមើលយ៉ាស៊ូវិញមានរឿងសំខាន់មួយដែលគាត់បានប្រកាសប្រាប់គេឯងគាត់ថាកណ្ដាល logo ដែលគេដាក់ចែកគ្នាទូទាំងក្រុងហ្នឹងគឺគាត់ជាអ្នកបង្កើតឡើងដើម្បីបន្លាយអូរ៉ូឈីលេងតែប៉ុណ្ណោះវាគ្មានអត្ថន័យអីទេប៉ុន្តែបើតាមការពិតទៅយ៉ាស៊ូដឹងថាផែនការរបស់ Kinemon បានម៉េចការយ៉ាហើយទៅគាត់ខំពាក់លីជីវិតដើម្បីកុហកអូរ៉ូឈីថាផែនការហ្នឹងគឺគាត់ជាអ្នកប្រេងគោលបំណងថងរបស់យ៉ាស៊ូគឺចង់ឲ្យផែនការកម្ចាត់ Kaino ហើយនៅអូរ៉ូឈីរបស់ Kinemon ឯងបន្តដំណើរទៅមុខទៀតបានបន្តមកនៅពេលដែលអូរ៉ូឈីធ្វើដំណើរទៅដល់ទីលានប្រហារជីវិតភ្លាមក៏ខំតម្រង់ភ្លើងទៅកាន់យ៉ាស៊ូផ្លែតចំណែកយ៉ាស៊ូអត់មានខ្លាចគាត់ទេនៅតែរំលឺគាត់ទៀតហើយនៅទីបំផុតអូរ៉ូឈីនិងកូនចៅរបស់គាត់បានគេកាយកំភ្លើស្បែកស្លាប់យ៉ាស៊ូចោលអើស៊ូសអល់យូធ្វើវាធាយស៊ូឡាវីជីស៊ូយ៉ារ៉ៃបងបន្តពីយ៉ាស៊ូស្លាប់បាត់ទៅសូរ៉ូរំថឹកចិត្តណាស់នៅពេលដែលឃើញនៅភូមិអេប៊ីស៊ូហើយនឹងថូកូបាយយីណោគ្នាសើចកាយទៅវិញហើយហីយេរីបាននិយាយទាំងទឹកភ្នែកប្រាប់សូរ៉ូថានេះមិនដែលមកពីពួកគេបានញ៉ាំ Devia Fruit សបញ្ញមិត្តឈ្មោះស្ម៉ៃគណៃក្រុមរបស់ Luffy ផ្សេងទៀតដែលមានវត្តមាននៅទីនោះក៏ចាប់អារម្មណ៍រឿងអ្នកភូមិសោយនឹងផងដែរនៅពេលនោះសេណូមូបាននិយាយប្រវត្តិខ្លះៗឡើងមកវិញថាកាលពីប្រហែលឆ្នាំមុនដោយសារតែចោមបានកតបខ្លាំងដោយសត្វសាហាវ Kaido បានទៅទិញផ្លែឈើស្ម៉ៃពី No Flamingoប៉ុន្តែប្រសិទ្ធភាពរបស់ផ្លែឈើនឹងមានតែ 10% តែប៉ុណ្ណោះបានន័យថាបើសិនជា10អ្នកញ៉ាំមានតែម្នាក់ទេដែលខ្លាចទៅជាសត្វសាហាវ9អ្នកទៀតត្រូវរងផលប៉ះពាល់គឺត្រូវសោយរហូតហើយនេះគឺជាមូលហេតុដែល No Flamingo ដែលឈ្មោះផ្លែឈើរបស់គាត់ថាស្ម៉ៃដែលប្រើថាញញឹមចំណែក Orochi វិញដោយសារតែកោសបាយបានយកផ្លែឈើដែលអត់មានប្រសិទ្ធភាពហើយគឺញ៉ាំសនឹងទៅឲ្យអ្នកភូមិ Ebisu ញ៉ាំអញ្ចឹងហើយទៅអ្នកភូមិ Ebisu ទាំងអស់ទោះបីជាកើតទុកក៏គាត់សោយដែរពេលដល់រឿងនោះសូរ៉ូមានអារម្មណ៍ថាសំបីនៅក្នុងចិត្តអាណិតប្រជាជនប៉ុនពេកប៉ុន្តែអ្នកដែលសប្បាយចិត្តជាងគេពេលឃើញទស្សនវិជ្ជាបែបហ្នឹងគឺអូរ៉ូឈីបន្តមកថូកូដែលមានខ្លួនតូចឲ្យលុនចូលទៅក្នុងទីលានប្រហារជីវិតរួចហើយអ្នកដែលហ៊ានចូលទៅកាន់ទីនោះគឺមានតោស្លាប់ដូចគ្នាប៉ុន្តែដោយសារតែថូកូនៅក្មេងនាងអត់ដឹងច្បាប់ទម្លាប់អីទេរ៉ាណានីងចង់ទៅជួបប៉ារបស់នាងតែប៉ុណ្ណោះនៅពេលនោះនាងបានយកព្រៃកង្កាត់ដែលនាងបានទិញពីអូសបទៅលាបមុខរបួសឲ្យប៉ារបស់នាងសង្ឃឹមថាគាត់ងើបឡើងមកវិញប៉ុន្តែប្រយោជន៍ទេដោយសារតែប៉ារបស់នាងបានដាច់ខ្យល់ស្លាប់បាត់ហើយពេលដែលឃើញថូកូអូរ៉ូឈីខឹងណាស់ដោយសារតែថូកូនឹងហើយទៅអុយរ៉ានរបស់គាត់ស្លាប់គាត់នឹងទៅថូកូថាមានសែនកាត់តាមឪពុកបានហ៊ានបើហើនដាក់គាត់អញ្ចឹងនៅពេលហ្នឹងគាត់បានតម្រង់មកភ្លឺហើយកេះកាយបាញ់ថូកូជាច្រើនគ្រាប់ណាប់ចាយសានហាំណាប់ហើយសំណាងណាស់ដែលពេលនោះសូរ៉ូនិងសាន់ជីចូលទៅជួយសង្គ្រោះថូកូតនបើទៅជាមិនរួចទេពេលនេះត្រូវប៉ះគ្នាក្នុងទ្រូទេធំហើយឃើញចឹងលូហ្វីដែលនៅក្នុងគុកក៏បានស្រែកលើទឹកចិត្តឲ្យសូរ៉ូនិងសាន់ជីផងដែរភ្លាមនោះអូរ៉ូឈីបានបញ្ជាឲ្យកូនចៅរបស់គាត់ទៅឡំបត់សូរ៉ូនិងសាន់ជីភ្លាមប៉ុន្តែត្រឹមពួកឲ្យចោលចានធ្វើឲ្យពីរនាក់នឹងអត់បានទេហើយគួយហួយជាតិណាស់ក្នុងដំណាក់កាលនឹងហើយពួកគេទាំងពីរឆ្វៀតលឺដល់ដាក់គ្នាទៀតបន្តមកសូរ៉ូបានឲ្យសាន់ជីជួយកាន់ថូកូដោយសារតែសាន់ជីអត់ត្រូវការដៃដើម្បីវាយទេគណៃគាត់ចង់ទៅបដាអូរ៉ូឈីចេញមួយសិន Just so
Thanks នៅពេលនោះសូរ៉ូពីនឹងប្រាប់ព្យូដាកាប់ត្រូវអូរ៉េជីទៅហើយប៉ុន្តែព្យូសូរ៉ូបានជួយទៅជួយគាត់តន់បន្ទាប់មកព្យូសូរ៉ូបានប្រាប់អូរ៉េជីត្រឡប់ទៅវិញសិនទៅនៅនឹងទៅឲ្យគាត់ជាអ្នកកិត្តការហើយឆ្លៀតពេលដែលស្ថានភាពកំពុងតែចលាចលគ្នារបស់សូរ៉ូផ្សេងទៀតក៏នាំគ្នាបាយដំណប់ទៅគោហើយនៅសារសោតរបស់យ៉ាស៊ូដើម្បីយកទៅបញ្ចុះឲ្យបានសមរម្យ You finally more than God of meការយន្តនៅពេលនោះសេរ៉ូទទួលស្គាល់ថាឈីអូស៊ីរ៉ូខ្លាំងមិនធម្មតាទេប៉ុន្តែពួកគេបានអាខាននៅពេលដែលក្រុមនិនចារបស់ហ្វូកូរ៉ូគូជូបានមកដល់នៅពេលនោះឈីអូស៊ីរ៉ូក៏ដកថយទៅវិញទុកឲ្យក្រុមនិនចាធ្វើការម្ដងក្នុងចំណោមនិនចាទាំងនោះមានម្នាក់ស្រីនោះជាលេងពិនមិនដឹងថាខ្វាយអីទេតែតាការពិតប៉ុណ្ណោះគឺជាកំភ្លើងសោះក្រុមនិនចាផ្សេងទៀតបានបែកកាយគ្នាទៅស្ទះអ៊ូសាប់ណាមីហើយនៅរ៉ូបៀនសំណានដែរដែលប្របានទៅដល់ហើយដែលយើងនឹងស្ដាប់ហើយការពីវីដេអូមុននិនចាទាំងនោះខ្លាចខ្មោចណាស់កាត់ទៅមើលសានជីបន្តិចពេលនេះគាត់កំពុងតែប្រយុទ្ធគ្នាជាមួយនឹងតារ៉េក្នុងរូបរាងជា Dinosaur មិនដឹងជាមិនទេសានជីដែលជាមាននិស័យជាមួយ Dinosaur ណាស់កាលពីលើកមុនបាយជាមួយនឹង Phase 1 មកដល់ហើយក៏ជា Dinosaur ដែរប៉ុន្តែលើកនេះសានជីបាយទប់ប៉ុណ្ណោះដោយសារតែគាត់អត់បានពាក់ Added Suit នៅពេលដែលបាយសោកសក់ស្រាប់ទៅលើសំឡេងមនុស្សស្រីស្រែកអីគួយហើយក្រោយតែលើសំឡេងក៏សានជីប្រើ Observation Haki ដឹងថាស្រីស្អាតដែរដល់ពេលអញ្ចឹងគាត់ក៏វិញ្ញាបពីកាប់ការងារជាមួយតារ៉េបានចេញទៅជួយនាងនៅពេលនោះសានជីបានបញ្ញត្តិទៅគឺស្រីស្អាតគេដោតទៅហើយស្រាប់តែសូរ៉ូមកកាន់មុខគាត់ទៀតកាត់ទៅមើលលូហ្វីនៅក្នុងកូអូដនវិញគាត់មកស្រែកហៅវិញជ្រឿលើទៅគេឲ្យសូរ៉ូយ៉ាងខ្លាំងហើយដល់ពេលឃ្វីនសួរថាស្គាល់គ្នាជាមួយសូរ៉ូមែនលូហ្វីបានកោតថាអត់ស្គាល់ផងរាល់ពេលដែលលូហ្វីនិយាយក៏ហាក់គាត់ធ្វើមកទាំងគឹងគេមើលដឹងនឹងអស់នៅពេលនោះក៏អ៊ូដនមកបញ្ជូនអ្នកទោសថ្មីថែម2នាក់ទៀតក្នុងចំណោមអ្នកទោសទាំងពីរមានម្នាក់ឈ្មោះថា Kamaso ដែលអូរ៉េជីឲ្យទៅតាមសម្បត្តិថូកូកាលពីវីដេអូមុនតែមិនបានសម្រេចដោយសារតែមានសូរ៉ូជួយការពារចំណែកអ្នកទោសម្នាក់ទៀតយើងធ្លាប់ស្គាល់ហើយទី Kid ដែលបានរត់គេងពីគុកកាលពីម្សិលមិញឥឡូវគេចាប់ត្រឡប់មកវិញមូលហេតុដែល Kid មកវិញគឺដោយសារតែគាត់ចង់ជួយ Kamaso តើពិត Kamaso នឹងគឺជាគ្នារបស់ Kid ម្នាក់ឈ្មោះថា Killer គាត់ត្រូវបានខៃដូបង្ខំឲ្យញ៉ាំផ្លែឈើស្មៃអញ្ចឹងហើយទៅគាត់សោយរហូតបន្ទាប់មក Queen បានបញ្ជាឲ្យគេចាត់ទៅចូលថ្មីទាំងពីរនាក់ជាមួយទឹកធ្វើទរណកម្មក្នុងពេលតែមួយគាត់បង្កើតឲ្យ Luffy ចាប់ផ្ដើមប្រកួតបន្តទៀតប៉ុន្តែមានលក្ខខណ្ឌថ្មីលក្ខខណ្ឌនោះគឺបើសិនជា Luffy នៅដើម្បីឈ្នះគាត់អាចលើក Kid ហើយនឹង Killer ចេញពីទឹកមកវិញទេបានន័យថា Luffy ត្រូវទៅស្រាប់ទើបអាចជួយពួកគេបានលក្ខខណ្ឌនោះបានធ្វើឲ្យ Luffy ខឹងជាមួយ Queen យ៉ាងខ្លាំងក៏បលូដៃទៅវាយ Queen ម្ដាយប៉ុន្តែនិយាយទៅមិនរួចជាមួយ Queen ទេពេលនោះការប្រកួតមិនទាន់ចាប់ផ្ដើមផងស្រាប់តែបិចម៉ាំបានមកដល់មាត់ទ្វារគុកអ៊ូដនហើយដោយសារតែមានការនិយាយលើកទឹកចិត្តពីថាម៉ាននិង Chopper មិនយូរប្រហែលទេបិចម៉ាំអាចទម្លាយទ្វារគុកអ៊ូដនចូលទៅខាងក្នុងបានពេលឃើញចឹងណាក៏មានការភ័យផ្អើលដែរចំណែក Luffy អត់ជឿថាវាជាការពិតទេនៅពេលនោះបិចម៉ាំបានប្រើជំនួសហាត់ហើយដឹងថានៅក្នុងគុកនឹងពិតជាមានសុខស្ដីក្រហមមែនហើយគាត់បានទាមទារគេយកសុខស្ដីក្រហមឲ្យគាត់ញ៉ាំឥឡូវភ្លាមប៉ុន្តែមិនដឹងថា Queen គេដើម្បីទេគាត់នឹងព្រមចែកម្លែកសុខស្ដីក្រហមរបស់គាត់ឲ្យបិចម៉ាំជាដាច់ខាតហើយគាត់ក៏បានប្រើកាយខ្លាយទៅជាសត្វ Dinosaur មួយប្រភេទដើម្បីត្រៀមប្រយុទ្ធជាមួយនឹង Big Mom ផងដែរដល់ពេលអញ្ចឹង Big Mom អត់និយាយច្រើនទៀតទេគាត់លោតទៅចាប់ក្បាល Queen បោកខ្ទប់ទៅនឹងដីប្រាល់គឺគៀវម្នាក់នឹងញាក់សាច់អត់ពាក្យនិយាយហ្មងបន្ទាប់មក Big Mom ក៏ប្រាយជាមកតាមហាត់រមើសុខស្ដីក្រហមបន្តទៀតតែ Queen នឹងព្រមចោលចាំងក៏ងើបឡើងមកវិញហើយលោឡានទៅលើអាកាសយ៉ាងខ្ពស់ដើម្បីទម្លាក់ខ្លួនយកអ្វីសង្កត់ Big Mom ឲ្យក៏ប៉ិតនៅជាជាងសូមជួបរួមសោកស្ដាយផងគោលបំណងរបស់គាត់បានសម្រេចទេដោយសារតែ Big Mom ខ្លាំងជាងបន្ទាប់មក Big Mom បានចាប់ករបស់ Queen ជាប់ហើយគវាក្បត់ជាច្រើនជុំហើយវិញណាការគវិក្បត់របស់ Big Mom នៅពេលនោះបានជួយឈៀតហើយនឹង Killer ចេញពីទឹកមកវិញចំណែក Queen បានបដូររូបរាងមកជាមនុស្សវិញហើយប៉ុន្តែគាត់ស្លាប់អត់ដឹងខ្លួនទេពេលឃើញជាងធានគូឈ្មោះ Babanoki អត់ឲ្យនរណាគេធ្វើអី Big Mom ទេព្រោះខ្លាចគាត់ខឹងហើយក្នុងពេលជាមួយគ្នាគាត់បានឲ្យគេតែតនទៅ Kaido ដើម្បីសុំជំនួយបន្ថែមប៉ុន្តែទូរស័ព្ទអត់សេវាសោះមូលហេតុគឺដោយសារតែ Raizo ហើយនៅ Karabu បាននុយទៅផ្ដាច់ព័ត៌មាននាំទូរស័ព្ទនៅក្នុងគុកនឹងអស់ហើយបន្ទាប់មក Big Mom បានតាមហាត់រកឃើញឆ្នាំងសុបស្ដាយក្រហមរបស់គាត់ពិតមែនធ្វើឲ្យគាត់សប្បាយចិត្តណាស់គ្មានអីប្រៀបទៅបានទេប៉ុន្តែនៅពេលដែលបាយគេមកខ្វាច់ឆ្នាំតែទេសោះពិតជាអស់សង្ឃឹមមែនតែនតែប៉ះសុបស្ដាយក្រហមនឹង Karabu បានលួចយកទៅឲ្យ Luffy ញ៉ាំឡើងអស់តាមប្រយោគមិញមកម្លេះនៅពេលនឹងផងដែរ Luffy មិនដឹងថាល្មមអីទេក៏បាននិយាយថាសុបស្ដាយក្រហមនឹងញ៉ាំយំមិញឆ្ងាញ់ណាស់បើសិនជាមានឱកាសគាត់ចង់ញ៉ាំម្ដងទៀតនៅពេលនេះ V-Bottom ហើយ Luffy ច្បាស់ជាមិនរួចទេព្រោះ Big Mom ក៏បានលឺ Luffy និយាយផងដែរថាគាត់ជាអ្នកញ៉ាំស៊ុបនោះតទៅពេលហេតុដឹងថា Luffy ពិតជាញ៉ាំមែន Big Mom ក៏យាយដៃវាយគាត់ប្រើបណ្ដាឲ្យ Luffy ហើយនឹងលោកអ៊ំ Hiyori ខ្ទាតជាងពីទីលានប្រកួត
ពេលនេះវីវធំហើយនៅក្នុងទីលានក៏ស្លាប់គិញតែក្រៅក៏ស្លាប់ហើយលូហ្វីមិនបាច់រាយរាប់ដល់សារទេព្រោះគាត់មកសារភាពរួចហើយបើតាសម្ដីរបស់ប៊ីម៉ាំនិយាយនៅពេលហ្នឹងគឺគាត់យកមកសុបស្ដីកំហមួយឆ្នាំហ្នឹងយកទៅកែឲ្យអ្នកភូមិកោវរៃយ៉ាំផងដែរពេលលីអញ្ចឹងគីខូហើយនឹងឆាប់ផើរំភើបចិត្តជាមួយនឹងទឹកចិត្តដ៏ល្អរបស់ប៊ីម៉ាំណាតែទោះជាយ៉ាងណាក៏ប៊ីម៉ាំមិនលើកលែងលូហ្វីទេនៅពេលនោះប៊ីម៉ាំបាននិយាយដៃវាយលូហ្វីមិនអំផឹងឲ្យខ្ទេចជាងពីទីលានប្រកួតជាមួយលោកអ៊ំហ៊ីយ៉ូហានពេលពុតក៏ឆ្លួតឆ្លាក់ណាស់ធ្វើស្រ័យមកបន្តិចខ្លាចក៏របស់គូពីសៅស៊ីចាប់ដើមរោពេលនោះបាត់ជាពីណាហាណាព្រោះលូហ្វីឲ្យប្រាហាខីដែលគាត់កំពុងតែចង់រៀននឹងបានផាយកែតម្លៃករបស់ពួកគេទាំងពីរគប់ជាបានសម្រេចពេលបានយ៉ាងលូហ្វីសប្បាយចិត្តណាស់ប៉ុន្តែមិនទាន់ចាប់រឿងរ៉ាវនៅឡើយទេព្រោះប៊ីម៉ាំនៅតែដេញតាមវាយបហាគាត់ដដែលប៉ុន្តែនៅពេលនោះលោកអ៊ំហ៊ីយ៉ូអត់រត់ទេគាត់ចោលឲ្យលូហ្វីសាកប្រើហាគីដែលគាត់ប្រើមិញនោះម្ដងទៀតទប់ទល់ជាមួយនឹងប៊ីម៉ាំលោកអ៊ំហ៊ីយ៉ូជឿថានៅពេលដំណាក់កាលស្លាប់រស់គឺលូហ្វីអាចប្រើហាគីនឹងបានធ្វើយីដល់គួរស្ដាយណាស់ដែលពេលនោះលូហ្វីធ្វើអត់បានសម្រេចទៀតហើយនៅពេលនេះអត់មានផ្លូវសាកល្បងទៀតទេមានតែផ្លូវរត់តែប៉ុណ្ណោះបន្តមកប៊ីម៉ាំបានដេញតាមវាយលូហ្វីចេញពីការដ្ឋានមួយចូលការដ្ឋានមួយទូទាំងគុកអ៊ូដនត្រឡប់ទៅមើលការដ្ឋានដំបូងវិញពេលនេះ Queen ដឹងខ្លួនវិញហើយក៏ដឹងថាពេលប៊ីម៉ាំរត់បានមួយជុំនឹងមកដល់កន្លែងនឹងវិញយ៉ាងហើយទៅក៏បញ្ជាកូនចៅរបស់គាត់គឺចំតាក់ដើម្បីកាត់ការប៊ីម៉ាំចោលតែគាត់គឺសាមញ្ញទេគ្រាន់តែយកឆ្នាំងសុខស្ដែកកំហរមួយដែលចោលកដាលវាហើយគាត់ឡើងទៅលើទីខ្ពស់ដើម្បីរងចាំបៃប្រហាប៊ីម៉ាំក្រោយមកមិនយូរប៉ុន្មានប៊ីម៉ាំបានមកដល់ហើយពិតជាដែរជួនតាក់ដោយការក្រងទប់មែនដល់ពេលនោះ Queen បានលោតចុះពីខាងលើមកហើយត្រាក្បាលរបស់គាត់ជួលជាមួយនឹងក្បាលរបស់ប៊ីម៉ាំលឡើងខ្លាំងដូចរន្ទះការជួលនៅលើនោះមិនបានបដូរប៊ីម៉ាំភ្លៀងទេប៉ុន្តែវាធ្វើឲ្យប៊ីម៉ាំមានការចងចាំឡើងមកវិញទាំងអស់អញ្ចឹងសម្រាប់លូហ្វីកាន់តែវីវធំឋានទៀតព្រោះការដែលប៊ីម៉ាំមកកាន់តែមេវ៉ាណូនឹងគឺដើម្បីចាត់ការគាត់តែប៉ុណ្ណោះសម្រាប់រឿងនេះផងដែរខ្ញុំសូម select ត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំคลิกក្នុងការនេះខ្ញុំសូមថ្លែងអំណរគុណដល់បងអូនរឹមសុផលនិងបងអូនសូភីព្រមទាំងហ្វេនជាច្រើនអ្នកទៀតដែលបានផ្ដល់ជាថវិកាដល់ខ្ញុំហើយក៏សូមអរគុណផងដែរសម្រាប់អ្នកដែលបានជួយចែក like គេ comment បែបនោះម្នាក់មួយហើយនឹងជួយ subscribe សូមជូនពរអ្នកទាំងអស់គ្នានិងក្រុមគ្រួសារឲ្យមានសុខភាពល្អនិងទ្រព្យសម្បត្តិសមហោហៀ